ជលសករាជ1287សូភៈមសតោអូរៈមង្គឌីចយាតិរៃព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុបដល់ថ្ងៃច័ន្ទមួយរោចខែពិសាខឆ្នាំម្សៅសុបស័កតទៅចូលពុទ្ធសករាជ2569វេលានេះទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមូលមីដេកដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមកោរិកៈទេវីជាបុត្រីទី2នៃកបាមហាព្រហ្មដែលនឹងយាងចុះមកថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីព្រឹកគង់នៅចតុមខារិជ្ជាទ្រង់មកពណ៌លឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបោះអភិរណកែមុខតាភក្សាហាទិលំជាប្រេងសំដៅប្រេងដូងឬប្រេងល្ងគ្រឿងអាវុធព្រះហស្ថស្ដាំទ្រង់ព្រះខ័ននិងព្រះហស្ថខាងឆ្វេងទ្រង់ឈើច្រត់គង់ទុំបិទប្រណេតលើខ្នងស្ដេចយក្សដែលជាស្ដេចខ្លាជាយានពីហណៈបន្តិចទៀតនេះយើងនឹងត្រៀមរងចាំទទួលទេវតាឆ្នាំថ្មីយើងទេវតាឆ្នាំថ្មីឆ្នាំម្សៅព្រះនាមកោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មសូមប្រកាសទទួលតំណែងគ្រប់គ្រងភ
ពីទេវតាឆ្នាំចាស់ចាប់តាំងពីពេលនេះតទៅហើយហើយសាធុជនទាំងឡាយអើយអស់រយៈពេល3ថ្ងៃ3យប់នេះនឹងតទៅចូលអ្នកខិតខំសន្សំកុសលជំរះមន្ទិលសាមងទាំងឡាយតាំងចិត្តរក្សាសិលលៀងកំហុសខុសឆ្គងថងទាំងឡាយដែលបានធ្វើឆ្គងឆ្គងកន្លងមកជាមួយអ្នកមានគុណគ្រូបាអាចារ្យជាមួយចាស់ទុំញាតិមិត្តបងប្អូនដោយប្រការណាមួយនោះលាចាកឲ្យអស់នៅចិត្តលោភៈទោសៈមោហៈនិងអស្មិវិនៈក្នុងខ្លួនចេះរួបរวมសាមគ្គីគ្នាត្រូវហ៊ានចេះសារភាពនៅទោសកំហុសរបស់ខ្លួនតាំងចិត្តមេត្តាករុណាមុទិតាឧបេក្ខារួមជាមួយនឹងបញ្ញាស្មារតីសប្បាយរីករាយជាមួយនឹងញាតិមិត្តនិងការងារក្នុងជីវភាពរបស់ខ្លួនត្រូវប្រព្រឹត្តតែអំពើណាដែលប្រកបទៅដោយគុណធម៌សិលធម៌សច្ចធម៌ព្រហ្មវិហារធម៌រួមជាមួយនឹងសតិបញ្ញាស្មារតីដ៏ឆ្លៀសវៃនឹងឈានទៅកាន់ភាពសម្បូររុងរឿងក្នុងឆ្នាំថ្មីនេះទេវតាឆ្នាំថ្មីសូមប្រសិទ្ធពរជ័យបវរសួស្តីនិងជ័យមង្គលដ៏ល្អប្រសើរគ្រប់ប្រការព្រមទាំងសូមប្រកបនឹងព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់មនុស្សលោកទូទាំងជំពូកទ្វីទាំងមូលសូមឲ្យព្រះរាជាណាចក្រកម្ពុជាបានចម្រើនលូតលាស់ខ្ពង់ខ្ពស់ប្រជារាស្ត្របានសុខសេងខ្សាន្តកូនខ្មែររួមប្រាណសាមគ្គីគ្នាស្ថិតនៅទីណាជិតឆ្ងាយសូមជាសូមសុខដុមរមនាតទៅហង
ส้มสำเร็จหอยคลั่งจังนั้นเตรียมมาประมาณมาเพิ่มสู้แสดงนั้นทำไมจ้าในขยมส้มกระรบจะเรียบซัวประมาณบางคนสาวจะทำไมจ้าออกกุนจีเรียงรถนำประมาณบางคนตายบอกความตรงสอนปะไม่เยอะจ้าออกกุนจ้าส้มกระรบบรรเจิญปนแบนจ้าสักตราจ้าข้างสารปะจ้าส้มกระรบบรรเจิญปนแบนจ้าซ้ำเสลงเอาข้างกลางไว้มาจ้าออกกุนโอ้ยออกกุนเราเอาไว้เพียบเต็มประมาณเต้ปัจจิสระสะอาดเฮ้ยเดินทางมาเจ้าประมาณมั้งไม่เต้สระสะอาดจ้าสระสะอาดต้นพลุน
ចាសូមអរគុណដល់បងប្អូនក្រុមសិល្បៈទាំងអស់គ្នាចាឥឡូវនេះបងបិនមានពាក្យពេចន៍អ្វីដែរចាសូមអញ្ជើញ ជាដំបូងសូមអរគុណដល់បងស្រីបូរ៉ាមីដែលជារឿយៗគាត់តែងតែផ្ដល់កិត្តិយសដល់ក្រុមសិល្បៈយើងខ្ញុំមកចូលរួមសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងគឺបងស្រីមិនដែលចោលពួកប្អូនទេហើយពីមួយឆ្នាំទៅមួយឆ្នាំប្អូនតែងតែចំណាយពេលវេលាដើម្បីនឹងរិះរកនៅអ្វីដែលថ្មីប្លែកសម្រាប់បងស្រីក៏ដូចជាបងប្អូនខ្មែរយើងដែលគាត់មកចូលរួមទស្សនាមកគាំទ្រពួកយើងជារៀងរាល់ឆ្នាំគឺពួកយើងខិតខំខ្លាំងណាស់មានពេលខ្លះយើងអត់ល្ងុយយើងជួបឧបសគ្គនៅពេលដែលយើងកំពុងតែរៀបគម្រោងនឹងធ្វើអីមួយអញ្ចឹងប៉ុន្តែពួកយើងប្រើបេះដូងនឹងក្តីស្រឡាញ់យកមកប្រើបាទដូច្នេះបាទសូមអរគុណបាទអរគុណដល់សិល្បករសិល្បករនេះយើងទាំងអស់ដែលបានចំណាយពេលវេលាបានចូលរួមការងារមួយនេះបាទអរគុណច្រើនមែនទែននេះជាអ្វីមួយដែលខ្ញុំពេលខ្លះនឹកឃើញភ្លាមទៅហៅពួកគាត់មកប្រជុំគ្នាយើងសាកចាប់ដើមហាត់ធ្វើឲ្យមើលទៅចេញជារូបរាងយ៉ាងម៉េចមានការបារម្ភច្រើនអញ្ចឹងសង្ឃឹមថាក្នុងរាត្រីនេះពុកម៉ែបងប្អូនទាំងអស់រីករាយកំសាន្តជាមួយនឹងទាំងទស្សនីយភាពមួយនេះគឺចង់បង្ហាញអំពីទេវតាឆ្នាំហ្នឹងគឺព្រះនាមកុលិកៈទេវីបាទហើយនឹងចង់បង្ហាញអំពីសម្រស់ស្ត្រីខ្មែរយើងគឺស្ត្រីខ្មែរយើងស្អាតទៅមែនទេបាទមានភាពទន់ភ្លន់ប៉ុន្តែមិនទន់ជ្រាយបាទតែប៉ុណ្្នឹងទេបងបាទអរគុណខ្លីអរគុណបងចាអរគុណនៅស្នូលតាក់ដៃចាហើយក៏ដូចជាការគ្រប់គ្រងដល់សិល្បៈខ្មែរយើងផងដែរចាអរគុណបងបិនបងរកពីអ្វីនិយាយក្រៅពីអរគុណបងអូនទាំងអស់ចាតាំងពីក្មេងតាំងពីបងអូនអាយុ15ឆ្នាំរហូតដល់បងអូនអាយុប្រហែលណាសុំសួរបន្តិចបានអត់ចង់ប្រាប់ទេចាប្រហែលជាហាទៅអាចតែក្បែរហ្នឹងបងអត់អត់ហ៊ាននិយាយទេឥឡូវអត់បង How old do I look? 24? 25? Okay. 21? Okay. 25? Okay, I'll take 25. Thank you for the compliment. ចាអរគុណបងអូនបងស្គាល់បងអូនតាំងពីអាយុ15ឆ្នាំតែងអីឲ្យអ្នកបងពទេវីអីហ្នឹងបងស្គាល់បងដឹងទាំងអស់តែឥឡូវដល់បងអូនខ្លាយជាសាស្ត្រាចារ្យចាយល់ព្រមទេពុកម៉ែបងប្អូនសាស្ត្រាចារ្យសូមសម្លេងស្វាគមន៍មួយមកចាហើយនឹងបងប្អូនស្រីក៏ដូចគ្នាដែរចាក៏គាត់ជាគ្រូបង្រៀនចា professional ខ្លាយជាអ្នក professional ទៀតចាស្រស់ស្អាតចាទន់ភ្លន់ចាតែមិនទន់ជ្រាយទេចាសូមអរគុណដល់បងប្អូនទាំងអស់ចាអរគុណចាសូមពុកម៉ែបងប្អូនកំតនទៅណារាំលេងកំសាន្តទាំងអស់គ្នាចាមួយឆ្នាំមានតែម្ដងទេចាសូមគោរពអញ្ជើញបងក្រុមតន្ត្រីចាសូមអរគុណបងប្អូនទាំងអស់ចាជួបគ្នាបន្តិចទៀត